រឿងនិទានយុគនេះគឺជារឿងនិទានមួយដែលនិយាយអំពីសន្តាគារមួយនៅលើកំពូលភ្នំនៅពេលថ្ងៃវាមើលទៅដូចជាសន្តាគារធម្មតានោះទេតែនៅពេលយប់វិញស្រមោលរបស់សន្តាគារនេះគឺពោពេញទៅដោយវិញ្ញាណដែលសងសឹកអ្នកស្រុកនៅភូមិក្បែរនឹងសន្តាគារនោះតែងតែនិយាយតគ្នាថាកុំឲ្យឡើងទៅសន្តាគារនោះនៅវេលាយប់ឲ្យសោះព្រោះមានគេថាមានវិញ្ញាណខ្មោចនៅកំពុងរងចាំអ្នកដំណើរនៅទីនោះហើយរឿងនេះផ្ដើមចេញពីក្មេងស្រីម្នាក់ដែលនាងមានឈ្មោះថាម្លិះនាងមកពីភូមិមួយដាច់ស្រយាលដែលនឹងស្វែងរកការងារធ្វើនៅក្នុងសន្តាគារមួយនៅលើកំពូលភ្នំដើម្បីបានប្រាក់កម្រៃផ្ញើជូនទៅឲ្យម្ដាយចាស់របស់នាងគ្រាន់តែនឹងព្យាបាលជំងឺនៅឯមន្ទីរពេទ្យនឹងគេនាងទើបតែបានការងារថ្មីនៅសន្តាគារលើកំពូលភ្នំនោះនាងសប្បាយចិត្តខ្លាំងណាស់ព្រោះនាងនឹងបានប្រាក់ខែគ្រប់គ្រាន់សម្រាប់ជួយម្ដាយចាស់របស់នាងហើយតែនាងមិនដឹងទេថាសន្តាគារនេះមិនមែនជាកន្លែងសម្រាប់មនុស្សល្អនោះទេហើយម្ចាស់សន្តាគារដែលម្លិះគ្រោងនឹងទៅធ្វើការនោះមានឈ្មោះថាលោកសម្បត្តិមានគេនិយាយថាលោកសម្បត្តិនោះគាត់គឺជាអ្នកមានតែទ្រព្យសម្បត្តិរបស់គាត់គឺបានមកពីតែអំពើផ្លូវងងឹតនោះឯងមិនមែនបានមកពីអំពើសុចរិតនោះដែរនៅពេលដែលលោកសម្បត្តិគាត់បានឃើញនាងម្លិះចុះពីលើរទេះលើកដំបូងភ្នែករបស់គាត់ឡើងភ្លឺដោយសត្វពស់ឃើញសត្វកណ្ដុរអញ្ចឹងគាត់បាននិយាយនៅក្នុងចិត្តខ្លួនឯងថានាងម្នាក់នេះពិតជាស្អាតខ្លាំងណាស់នាងនឹងត្រូវជាប់នៅទីនេះជារៀងរហូតហើយពេលនោះដែរលោកសម្បត្តិបានស្វាគមន៍នាងម្លិះដោយទឹកមុខផ្អែមល្ហែមដែលបង្កប់ទៅដោយភាពពឹសពុលបំផុតគាត់និយាយថាអូនស្រីស្អាតខ្លាំងណាស់ដូចផ្កាម្លិះរីកអញ្ចឹងនាងម្លិះញញឹមតែនាងមិនបានឃើញស្រមោលរបស់គាត់នៅលើជញ្ជាំងនោះទេនាងក៏មិនបានឃើញភ្នែកនាងទេពដែលកំពុងតែព្រិចភ្នែកប្រាប់នាងឲ្យរត់ឆ្ងាយនោះដែរនាងទេពគឺជាអ្នកបម្រើបោសសម្អាតនៅក្នុងសន្តាគារនោះហើយក៏ជាអ្នកបម្រើជំនិតរបស់លោកសម្បត្តិផងដែរលុះដល់ពេលយប់នាងទេពបានដើរជូននាងម្លិះទៅបន្ទប់សម្រាកនាងទេពគាត់គឺជាមនុស្សចិត្តល្អដោយសារតែនាងខ្លាចលោកសម្បត្តិអាចនឹងធ្វើបាបនាងម្លិះនោះនាងក៏បានខ្សឹបប្រាប់នាងម្លិះថាកូនអើយចូលកូនកុំទុកចិត្តចវាយនាយនេះឲ្យសោះចូលកុំបើកទ្វារឲ្យអ្នកណាចូលក្នុងបន្ទប់របស់កូនក្រោយម៉ោង10យប់ឲ្យសោះត្រូវចាំសម្ដីមីងណានាងម្លិះសួរថាហេតុអ្វីតែនាងទេពបានត្រឹមតែក្រវីក្បាលហើយដើរចេញពីទីនោះបាត់ទៅឲ្យទៅដល់ពេលវេលាអាធ្រាត្រឡើងនាងម្លិះតែងតែឮសូរសំឡេងយំសំឡេងនោះយំចេញមកពីក្រោមកម្រាលឥដ្ឋជួនកាលចេញមកពីក្នុងជញ្ជាំងមកវិញនាងមិនដឹងថាអ្នកណាយំនោះទេតែនាងដឹងថាសំឡេងនោះយំពោពេញទៅដោយទុក្ខសោកយ៉ាងខ្លាំងនាងបានអធិដ្ឋានបន់ស្រន់សុំឲ្យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជួយតាមថែរក្សានាងផងកុំឲ្យមានអ្វីកើតឡើងមកលើនាងឲ្យសោះមានយប់មួយលោកសម្បត្តិបានចូលមកក្នុងបន្ទប់របស់នាងម្លិះនៅពាក់កណ្ដាលអាធ្រាត្រគាត់បានកាន់ស្រាមួយពែងហើយញញឹមបង្ហាញធ្មេញស្ញែងដាក់នាងម្លិះគាត់ថាកុំខ្លាចអីអូនយកស្រានេះទៅផឹកទៅវានឹងធ្វើឲ្យអូនសប្បាយរីករាយហើយនាងម្លិះបានត្រឹមតែក្រវីក្បាលតែលោកសម្បត្តិមិនព្រមចាក់ចែងពីបន្ទប់នោះទេគាត់បានបោះចំហៀនចូលមកជិតនាងថែមទៀតផង
ស្រាប់តែពេលនោះដែរលោកសម្បត្តិបានចាប់នាងម្លិះទាំងកំរោលហើយនាងបានតស៊ូអស់ពីកម្លាំងរបស់នាងហើយនាងស្រែកតែគ្មានសម្លេងណាចេញពីបំពង់ខនាងបានឡើយនាងបានខំដៃលោកសម្បត្តិតែគាត់មានកម្លាំងខ្លាំងជាងនាងទៅទៀតហើយបន្ទាប់មកអ្វីក៏ស្ងប់ស្ងាត់ទៅវិញភ្លើងនៅក្នុងបន្ទប់របស់នាងម្លិះបានរលត់ទៅទាំងស្រុងលោកសម្បត្តិបានអូសសាកសពនាងម្លិះទៅកប់នៅក្នុងបន្ទប់ក្រោមដីនៅក្នុងសណ្ឋាគារនោះពេលនោះដែរនាងទេពក៏ត្រូវបានគេបង្ខំឲ្យកាន់ចង្កៀងដើម្បីបំភ្លឺផ្លូវឲ្យលោកសម្បត្តិផងដែរលោកសម្បត្តិបានគំរាមនាងទេពថាបើឯងនិយាយប្រាប់អ្នកណាមួយនោះឯងនឹងទៅនៅក្នុងរន្ធនោះជាមួយនាងហើយនាងទេពព្រិចភ្នែកទទួលយកតែក្នុងចិត្តនាងដឹងថានាងនឹងត្រូវទទួលបាបកម្មនេះជារៀងរហូតហើយលុះ3ថ្ងៃក្រោយមកនៅកន្លែងដែលគេកប់សាកសពនាងម្លិះនោះស្រាប់តែមានផ្កាម្លិះមួយដើមដុះឡើងចេញពីដីមកគ្មាននរណាម្នាក់បានឃើញនោះទេព្រោះគ្មាននរណាហ៊ានចុះទៅក្នុងបន្ទប់ក្រោមដីនោះឡើយតែបើអ្នកណាម្នាក់ចុះទៅគេបានឃើញថាផ្កានោះមិនមែនជាផ្កាធម្មតាទេវាជាផ្កាដែលដុះចេញពីកំហឹងនិងទុក្ខសោករបស់នាងម្លិះរយៈពេល3ខែកន្លងទៅសណ្ឋាគារលើកំពូលភ្នំបានមានរឿងចម្លែកកើតឡើងជារឿយភ្ញៀវដែលស្នាក់នៅទីនោះតែងតែត្អូញត្អែថាគេឮសូរសំឡេងយំនៅពាក់កណ្ដាលត្រៀតជានិច្ចអ្នកខ្លះទៀតថាគេបានឃើញស្រមោលស្រីសក់ខ្មៅដើរតាមច្រករបៀងរហូតលោកសម្បត្តិបានបដិសេធគ្រប់យ៉ាងតែមុខគាត់ស្លេកស្លាំងទៅហើយគាត់ដឹងថាមានអ្វីមួយកំពុងតែមិនស្រួលហើយមានយប់មួយមានភ្ញៀវប្រុសម្នាក់បានចេញពីបន្ទប់ដើម្បីទៅរកទឹកផឹកពេលដែលគាត់ដើរតាមច្រករបៀងគាត់បានឃើញស្ត្រីម្នាក់ឈរនៅចំពោះមុខគាត់គិតថានាងជាភ្ញៀវដូចគ្នាតែពេលដែលនាងងាកមកគាត់ឃើញភ្នែករបស់នាងមានពណ៌បៃតងនិងឈាមហូរចេញពីភ្នែកម្ខាងគាត់ស្រែកឡើងភ្លាត់សំឡេងរួចរត់ចូលទៅក្នុងបន្ទប់របស់គាត់ភ្លាមដោយបិទទ្វារយ៉ាងខ្លាំងតែពេលគាត់ក៏លេចមើលកញ្ចក់នាងតាមមកពីក្រោយគាត់ទៀតលុះព្រឹកស្អែកឡើងភ្ញៀវនោះបានសុំចាក់ចេញពីសណ្ឋាគារនោះជាបន្ទាន់ហើយគាត់ក៏លែងត្រឡប់មកវិញផងដែរលោកសម្បត្តិបានបាត់បង់ប្រាក់ចំណូលជាច្រើនជារៀងរាល់ថ្ងៃតែនោះមិនមែនជាអ្វីដែលគាត់ខ្លាចនោះទេគាត់ខ្លាចជាងគេគឺខ្លាចប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់គាត់ទៅវិញនោះទេព្រោះនេះគឺជាអ្វីដែលគាត់បានបង្កើតឡើងដោយផ្ទាល់ដៃរបស់គាត់រាល់ពេលវេលាយប់ម្ដងនាងទេពតែងតែអធិដ្ឋានបន់ស្រន់សុំការអភ័យទោសពីនាងម្លិះជានិច្ចនាងថាសូមឲ្យខ្មោចកូនកុំមកសងសឹកមីងអីព្រោះមីងគ្មានអំណាចនឹងជួយកូនបានឡើយតែយប់នោះនាងបានឮសូរសំឡេងល្វើយរបស់នាងម្លិះថាមិនមែនជាកំហុសរបស់មីងទេកំហុសគឺសាងដោយលោកសម្បត្តិតែម្នាក់ឯងនោះទេនាងទេពញាប់ញ័រតែនាងដឹងថាសំឡេងនោះមិនមែនជាសំឡេងខឹងទេវាជាសំឡេងដែលពោរពេញទៅដោយទុក្ខសោកតាមពិតទៅនៅក្នុងបន្ទប់ក្រោមដីនោះមិនមែនមានតែខ្មោចរបស់នាងម្លិះតែម្នាក់ឯងនោះទេតែមានខ្មោចបរោះមួយទៀតដែលមានឈ្មោះថាវេហាក៏ត្រូវបានគេសម្លាប់កាលពី5ឆ្នាំមុនហើយកប់នៅទីនោះផងដែរព្រលឹងរបស់គាត់បានដេកយ៉ាងស្ងប់ស្ងាត់រហូតដល់មានផ្កាម្លិះដុះប៉ះដៃរបស់គាត់ពេលនោះទើបវិញ្ញាណរបស់គាត់ក៏ភ្ញាក់ឡើងហើយចងចាំអ្វីទាំងអស់ដែលគេបានធ្វើមកលើគាត់ដែរគាត់នឹងជួយខ្មោចនាងម្លិះ
ឲ្យបានសងសឹកមានយប់មួយពេលដែលលោកសម្បត្តិកំពុងរកប្រាក់របស់គាត់ដែលគាត់ធ្វើការលក់ដីខុសច្បាប់នោះគាត់ញញឹមពេញចិត្តយ៉ាងខ្លាំងរហូតដល់គាត់ងើបមុខមើលទៅក្នុងកញ្ចក់ស្រាប់តែកញ្ចក់នោះមានវិញ្ញាណរបស់នាងម៉ាលីឈរនៅពីក្រោយគាត់ភ្នែកបៃតងសម្លឹងមើលមកគាត់ពេលនោះគាត់ក៏បែរទៅមើលខាងក្រោយរបស់គាត់គឺគ្មាននរណានោះទេហើយគាត់ក៏បែរមកវិញស្រាប់តែវិញ្ញាណម៉ាលីបានអង្គុយនៅលើតុនោះហើយប្រាក់ទាំងអស់របស់គាត់ក៏ប្រែក្លាយទៅជាស្លឹកឈើមួយរំពេចលុះព្រឹកឡើងគេរកឃើញថាមានភ្ញៀវប្រុសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារនោះហើយគ្រូពេទ្យបានបញ្ជាក់ថាភ្ញៀវនោះគាត់ស្លាប់ដោយសារតែជំងឺគាំងបេះដូងតែនាងទេពដឹងថាភ្ញៀវនោះមិនមែនស្លាប់ដោយសារគាំងបេះដូងនោះទេព្រោះនាងបានឃើញស្លាកស្នាមពណ៌បៃតងនៅលើសាកសពលោកសម្បត្តិបានបញ្ជាឲ្យគេកប់សពភ្ញៀវនោះយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានកុំឲ្យមាននរណាសួរដេញដោលឲ្យសោះតែគាត់ដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះនោះទេដោយសារតែរឿងនេះនាងទេពគាត់មិនអាចទ្រាំតទៅទៀតបានទេនាងបានយកកូនសោចុះទៅបន្ទប់ក្រោមដីតែម្នាក់ឯងពេលទៅដល់ទីនោះស្រាប់តែនាងបានរកឃើញមានផ្កាម្លិះនិងក្រមាពណ៌ផ្កាឈូករបស់នាងម្លិះនៅទីនោះដែរនាងបានកាន់ផ្កានោះហើយសន្យាថានាងម្លិះអើយចាប់ពីថ្ងៃទៅមីងនឹងមិននៅស្ងៀមទៀតនោះទេមីងនឹងជួយឲ្យវិញ្ញាណរបស់កូនចេញពីទីនេះដើម្បីឲ្យបានទៅចាប់ជាតិជាថ្មីវិញចាប់ពីថ្ងៃនោះមកនាងទេពបានចុះទៅភូមិក្បែរនឹងហើយដើរចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរកព្រះសង្ឃមួយអង្គដែលមានបារមីខ្ពស់ព្រោះមានអ្នកភូមិគេប្រាប់នាងថាមានសង្ឃចាស់មួយអង្គគង់នៅក្នុងវត្តក្នុងព្រៃជ្រៅព្រះអង្គមិនដែលនិយាយច្រើននោះទេតែអ្នកណាដែលបានជួបព្រះអង្គគេថាព្រះអង្គមើលឃើញអ្វីៗដែលមនុស្សយើងមិនអាចមើលឃើញពេលដែលនាងទេពបានជួបនឹងព្រះសង្ឃមួយអង្គនោះហើយនាងក៏និមន្តទ្រង់ឲ្យឡើងទៅសន្តាគារនោះនៅពេលល្ងាចហើយព្រះគុណម្ចាស់អង្គនោះពេលដែលនិមន្តទៅសន្តាគារនោះដោយមិនបានយកអ្វីក្រៅតែពីបាតនិងផ្លិតរបស់ព្រះអង្គនោះឡើយពេលព្រះអង្គដើរតាមច្រករបៀងស្រាប់តែខ្មោចស្រីនាងម៉ាលីបានលេចឡើងនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតែព្រះអង្គមិនភ័យឡើយព្រះអង្គបានលើកផ្លិតឡើងស្រាប់តែមានពន្លឺបារមីពណ៌មាសភ្លឺចេញពីព្រះអង្គមកពេលនោះដែរខ្មោចនាងម៉ាលីបានបង្ហាញព្រះសង្ឃនៅស្នាមរបួសរបស់នាងហើយបានចង្អុលទៅកក៏មានស្នាមច្របាច់កផងដែរនាងចង្អុលទៅខ្នងមានស្នាមមុតពេលនោះព្រះសង្ឃទ្រង់បានយល់សពការទាំងអស់ព្រះអង្គមានបន្ទូលថាកូនមិនទាន់បានទៅកើតជាថ្មីទេព្រោះកូននៅចងចាំនឹងកំហឹងទាំងនេះខ្មោចនាងម៉ាលីបានស្រែកយំតែទឹកភ្នែករបស់នាងគ្មានពណ៌ឈាមទៀតទេប្រែទៅជាទឹកភ្នែកធម្មតាវិញចំណែកលោកសម្បត្តិនៅតែមិនព្រមទទួលស្គាល់នៅកំហុសរបស់ខ្លួននោះឡើយជំនួសឲ្យការសារភាពគាត់បានទៅរកគ្រូចាប់ខ្មោចម្នាក់ដែលនៅចុងភូមិដើម្បីមកចាប់ខ្មោចរបស់នាងម៉ាលីសង្កត់វិញ្ញាណនាងកុំឲ្យនាងបានទៅចាប់ជាតិជារៀងរហូតហើយគ្រូមន្តអាគមនោះបានអះអាងថាគាត់អាចចាប់ខ្មោចនេះដាក់នៅក្នុងក្អមបានតែថ្លៃឈ្នួលរៀងថ្លៃបន្តិចហើយលោកសម្បត្តិតបទៅវិញថាឲ្យតែអាចកម្ចាត់នាងបានអស់ប៉ុន្មានក៏អស់ទៅ
ហើយលោកសម្បត្តិក៏បានបង់ប្រាក់យ៉ាងច្រើនទៅឲ្យគ្រូមន្តអាគមម្នាក់នោះដោយគាត់មិនខ្វល់នឹងលុយអីនោះទេគាត់ខ្វល់តែពីជីវិតរបស់គាត់នោះឯងនៅពេលដែលគ្រូមន្តអាគមនោះបានចុះទៅក្នុងបន្ទប់ក្រោមដីហើយគាត់បានរកឃើញថាមានវិញ្ញាណខ្មោចនាងម្លិះនិងខ្មោចរបស់វេហាគឺពិតជាបាននៅក្នុងបន្ទប់នោះមែនពេលនោះគាត់បានសូត្រវេទមន្តដើម្បីចាប់ខ្មោចរបស់វេហាដាក់នៅក្នុងក្អមភ្លាមហើយវេហាបានស្រែកយំដោយភាពឈឺចាប់តែគ្មាននរណាឮនោះទេវិញ្ញាណម្លិះបានឃើញរឿងរ៉ាវទាំងអស់នៅក្នុងបន្ទប់នោះនាងខឹងយ៉ាងខ្លាំងប៉ុន្តែនាងដឹងថានាងត្រូវតែប្រុងប្រយ័ត្នជាងនេះទើបបានបើពុំនោះសោតនាងនឹងត្រូវគេចាប់ដាក់នៅក្នុងក្អមនោះដែរចាក់ជាមិនខានឡើយស្រាប់តែរំពេចនោះខ្មោចនាងម្លិះបានសម្រេចចិត្តវាយប្រហារទៅលើគ្រូមន្តអាគមម្នាក់នោះភ្លាមនាងបានហោះមករកគ្រូមន្តអាគមនោះដោយកំហឹងយ៉ាងខ្លាំងតែគ្រូមន្តអាគមនោះគេមានគិតថាការពារខ្លួនរបស់គេស្រាប់តែមានពន្លឺក្រហមបានរុញនាងម្លិះទៅបុកនឹងជញ្ជាំងប៉ុន្តែខ្មោចនាងម្លិះនៅតែមិនបោះបង់ចោលឡើយនាងបានកោសក្អមនោះដោយក្រចករបស់នាងហើយស្នាមប្រេះតូចមួយក៏បានកើតមានឡើងនៅពេលដែលក្អមនោះបែករំពេចនោះវិញ្ញាណខ្មោចរបស់វេហាបានផុសចេញមកភ្លាមគាត់ខឹងជាងមុនទៅទៀតគាត់បានចាប់គ្រូវេទមន្តនោះហើយក៏សម្លាប់គាត់ដោយដៃរបស់វេហាផ្ទាល់មិនត្រឹមតែរូបកាយប៉ុណ្ណោះទេវេហាក៏បានទាញព្រលឹងរបស់គ្រូនោះចូលទៅកាន់ឋាននរកផងដែរពេលនោះដែរលោកសម្បត្តិបានបាត់បង់ជំនួយការចុងក្រោយរបស់គាត់ហើយឥឡូវនេះគាត់នៅសល់តែម្នាក់ឯងជាមួយនឹងខ្មោច2នាក់នៅក្នុងសន្តាគារលើកំពូលភ្នំនោះនៅពេលដែលលោកសម្បត្តិដឹងថាគាត់ត្រូវបានចាញ់ព្រលឹងខ្មោចទាំង2នាក់នោះហើយគាត់បានយកលុយបន្តិចបន្តួចហើយក៏រត់ចេញពីសន្តាគារនោះទាំងយប់គាត់បានរត់ទៅតាមផ្លូវតូចមួយតែផ្លូវនោះដើរកាន់តែយូរគឺកាន់តែវែងទៅគាត់រត់អស់1ម៉ោងតែគាត់នៅតែនៅក្បែរសន្តាគារនោះដដែលសន្តាគារនោះហាក់ដូចជាកំពុងដេញតាមគាត់ទៅវិញទេរំពេចនោះដែរវិញ្ញាណរបស់ខ្មោចនាងម្លិះបានលេចឡើងនៅចំពោះមុខលោកសម្បត្តិនាងឈររាំងផ្លូវលោកសម្បត្តិមិនឲ្យគាត់ចាកចេញពីបរិវេណសន្តាគារនោះបានទេដោយភាពកំហឹងនិងចងអាឃាតពេលនោះដែរខ្មោចនាងម្លិះគឺមានភ្នែកពណ៌បៃតងភ្លឺឡើងដូចភ្លើងហើយលោកសម្បត្តិបានលុតជង្គង់សូមអង្វរខ្មោចនាងម្លិះសូមជីវិតគាត់ថាសូមទោសខ្ញុំខុសហើយតែវិញ្ញាណខ្មោចនាងម្លិះមិនឆ្លើយតបទេនាងគ្រាន់តែសម្លឹងមើលគាត់ដោយកំហឹងទន្ទឹមនឹងនោះដែរស្រាប់តែមានព្រះសង្ឃនិងនាងទេពបានមកដល់ទីនោះដែរពួកគេឃើញលោកសម្បត្តិកំពុងតែលុតជង្គង់សារភាពកំហុសនៅចំពោះមុខវិញ្ញាណខ្មោចរបស់នាងម្លិះគាត់បានសារភាពកំហុសគ្រប់យ៉ាងគាត់ថាខ្ញុំបានសម្លាប់នាងហើយបោះសពនាងទៅក្នុងបន្ទប់ក្រោមដីពិតប្រាកដមែននាងម្លិះបានឮហើយទឹកភ្នែករបស់នាងក៏ហូរចុះមកប៉ុន្តែលើកនេះវាមិនមែនជាទឹកភ្នែកកំហឹងទេវាជាទឹកភ្នែកដែលរងចាំមកជាយូរហើយព្រះសង្ឃបានធ្វើពិធីបួងសួងសូមឲ្យវិញ្ញាណខ្មោចរបស់នាងម្លិះបានទៅកើតជាថ្មីព្រះអង្គបានប្រោសទឹកមន្តទៅលើនាងម្លិះពេលនោះវិញ្ញាណនាងម្លិះបានបិទភ្នែកហើយញញឹមជាលើកចុងក្រោយស្នាមញញឹមនោះដូចជានាងម្លិះពេលដែលនាងនៅរស់អញ្ចឹងបន្តិចម្ដងវិញ្ញាណនាងក៏បានរលាយបាត់ដូចជាអាប់រលាយនៅក្នុងពន្លឺថ្ងៃហោះឡើងទៅលើមេឃបាត់ទៅពេលនោះដែរវិញ្ញាណខ្មោចរបស់វេហាក៏បានឈរមើលនាងនៅទីនោះដែរគាត់មិនបានទៅជាមួយនាងម្លិះនោះទេគាត់បានសម្រេចចិត្តនៅទីនោះដើម្បីការពារកន្លែងនោះជារៀងរហូតគាត់ថាទៅចុះម្លិះអើយខ្ញុំនៅទីនេះដើម្បីឲ្យប្រកាសថាគ្មានក្មេងស្រីណាម្នាក់ទៀតទេដែលនឹងត្រូវស្លាប់នៅទីនេះបន្តទៀតឡើយ
តបមកនាងទេពបាននាំលោកសម្បត្តិទៅប្រគល់ឲ្យអាជ្ញាធរដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ហើយលោកសម្បត្តិមិនបានប្រកែកតវ៉ាអីទៀតនោះទេព្រោះតែគាត់ដឹងថាគាត់ចាញ់ហើយនៅពេលនេះគាត់ដឹងថាទាំងមនុស្សទាំងខ្មោចសិតតែបានឃើញអំពើអាក្រក់របស់គាត់គ្រប់គ្នាគាត់ត្រូវបានគេនាំទៅកាត់ទោសតាមច្បាប់ពេលដែលនាងទេពបានត្រឡប់មកសន្តាគារវិញនាងក៏បានដាំផ្កាម្លិះដែលនៅសេសសល់នៅក្នុងសន្តាគារនោះមួយឆ្នាំក្រោយមកសន្តាគារលើកំពូលភ្នំនោះបានផ្លាស់ប្ដូរឈ្មោះថ្មីវិញឥឡូវនេះគេហៅសន្តាគារនោះថាសន្តាគារម្លិះដែលនាងទេពបានក្លាយទៅជាម្ចាស់ថ្មីដែលមើលការខុសត្រូវនៅទីនោះបន្តពីលោកសម្បត្តិនាងបានជួសជុលសន្តាគារនោះទាំងមូលហើយក៏មានភ្ញៀវមកស្នាក់នៅជាច្រើនផងដែរហើយភ្ញៀវម្នាក់បានស្នាក់នៅទីនោះពួកគេនិយាយថាទោះបីជាសន្តាគារនោះមានខ្មោចក៏ពិតមែនតែខ្មោចនោះមិនដែលធ្វើបាបអ្នកណាម្នាក់នោះឡើយផ្ទុយទៅវិញគេថាបើអ្នកណាម្នាក់មកស្នាក់នៅសន្តាគារនោះដោយមានចិត្តបរិសុទ្ធអ្នកនោះនឹងឃើញផ្កាម្លិះនៅក្បែរខ្នើយពេលភ្ញាក់ពីដំណេកនៅវេលាព្រឹកជារៀងរាល់យប់វិញ្ញាណខ្មោចរបស់វេហានៅតែដើរល្បាតនៅក្នុងសន្តាគារនោះជានិច្ចគាត់មើលថែភ្ញៀវទាំងអស់ជាពិសេសក្មេងៗនិងយុវវ័យគាត់មិនដែលបង្ហាញខ្លួនឲ្យគេឃើញនោះទេលុះត្រាតែមានគ្រោះថ្នាក់ដោយប្រការណាមួយតែប៉ុណ្ណោះហើយបើមានអ្នកណាម្នាក់មកដោយចេតនាអាក្រក់វិញនោះពួកគេមិនអាចស្នាក់នៅសន្តាគារនោះបានយូរឡើយច្បាស់ជាសុំចេញពីសន្តាគារនេះទាំងយប់ក៏ថាបានចំណែកឯបន្ទប់ក្រោមដីដែលធ្លាប់តែមានបរិយាកាសងងឹតនោះឥឡូវនេះមានពន្លឺនិងក្លិនធូបជារៀងរាល់ថ្ងៃសិលនាងទេពបានកែច្នៃបន្ទប់នោះឲ្យคล้ายទៅជាកន្លែងសម្រាប់គោរពវិញ្ញាណក្ខន្ធរបស់នាងម្លិះជារៀងរាល់ព្រឹកនាងទេពតែងតែចុះមកអុជធូបហើយនិយាយជាមួយនឹងនាងម្លិះឲ្យជួយមើលថែភ្ញៀវនៅក្នុងសន្តាគារនេះផងកុំឲ្យមានឧបទ្រពចង្រៃមកយាយីឲ្យសោះហើយជារៀងរាល់ព្រឹកផ្កាម្លិះថ្មីតែងតែដុះនៅទីនោះបើទោះបីជាគ្មាននរណាដាំក៏ដោយរឿងនេះចង់បង្រៀនយើងថាអំពើបាបមិនត្រូវបានគេបំភ្លេចចោលនោះឡើយបើអ្នកធ្វើបាបអ្នកដទៃទោះបីជាអ្នកកប់ផ្សព្វគេនៅក្នុងដីក៏ដោយក៏វិញ្ញាណគេនឹងនៅចាំដែរប៉ុន្តែរឿងនេះក៏បានបង្រៀនយើងដែរថាសេចក្តីមេត្តាអាចប្រោសលោះបានគ្រប់យ៉ាងនាងទេពមិនបានភ្លេចនាងម្លិះនោះទេនាងបានប្រែក្លាយកន្លែងស្លាប់ទៅជាកន្លែងរំលឹកដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះហើយខ្មោចដែលធ្លាប់តែខឹងនិងចង់សងសឹកនោះបានប្រែក្លាយមកជាការការពារវិញចូលនឹកចាំថានៅពីក្រោយខ្មោចគ្រប់ព្រលឹងគឺតែងតែមានរឿងរ៉ាវមួយជានិច្ចហើយនៅពីក្រោយរឿងរ៉ាវនោះគឺមានមនុស្សម្នាក់ដែលធ្លាប់ស្រឡាញ់ធ្លាប់ញញឹមនិងធ្លាប់លះបង់